កណិតត្រៀមប្រឡងពេទ្យមេរៀនដែលចេញជំពូក1គឺ limit មានមេរៀន limit នៃអនុគម10លំហាត់ភាពជាប់នៃអនុគម9លំហាត់ហើយបញ្ចប់ជំពូក8លំហាត់សរុប27លំហាត់ជំពូក2 derivative នៃអនុគម1 derivative នៃអនុគម9លំហាត់2អនុវត្ត derivative 6លំហាត់បូកជាមួយនឹងបញ្ចប់ជំពូកមាន7លំហាត់ទៀតសរុបទៅ22លំហាត់ជំពូក3សិក្សាអថេរភាពនិងសង្ក្រាប1អនុគមសនិទានមាន10លំហាត់2អនុគម exponential 10លំហាត់3អនុគម logarit 11លំហាត់ logarit 11លំហាត់បញ្ចប់ជំពូក10លំហាត់សរុប41លំហាត់ជំពូក4អង្តិក្រា1ព្រីនីតិនិងអង្តិក្រាមិនកំណត់10លំហាត់2អង្តិក្រាកំណត់7លំហាត់បញ្ចប់ជំពូក23លំហាត់សរុបទៅ41លំហាត់ជំពូក5កោនិកប៉ារ៉ាបូ14លំហាត់អេលីប13អ៊ីប៉ាបូ11បញ្ចប់11លំហាត់សរុបទៅ49លំហាត់ហើយលំហាត់ទាំងហ្នឹងវាបែងចែកជាផ្នែកកខកខទៀតចឹងចង់ចេះយើងត្រូវរៀនអនុវត្តធ្វើវាឲ្យបានស្ទាត់ជំនាញហើយចាំចម្លើយតែម្ដង